សួស្តីអ្នកទាំងអស់គ្នានឹងគឺជួបជាមួយនឹងខ្ញុំទៀតហើយខ្ញុំពិតជាសប្បាយចិត្តមែនទែនដោយសារតែផលវីដេអូលើកមុននៅយប់ទី1ហ្នឹងណាគឺមានអ្នកចូលទស្សនារហូតដល់500នាក់ខ្ញុំពិតជារំភើបមែនទែនបាទដោយការធ្វើវីដេអូរបស់ខ្ញុំលើកដំបូងនៅយប់ទី1ហ្នឹងគឺមានអ្នកមើល500នាក់បាទខ្ញុំគិតថាវាជា view ច្រើនសម្រាប់ខ្ញុំមែនទែននៅក្នុង YouTube ចឹង500 view ហ្នឹងគឺខ្ញុំអរគុណច្រើនខ្លាំងមែនទែនចឹងខ្ញុំចេញវីដេអូថ្ងៃហ្នឹងគឺមកនិយាយរឿងថ្មីឲ្យអ្នកទាំងអស់គ្នាស្ដាប់ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាដែលបានស្ដាប់វីដេអូហ្នឹងហើយកុំភ្លេចជួយឲ្យមេដៃនិង Subscribe អ្នកមួយមកដើម្បីកម្លាំងចិត្តខ្ញុំធ្វើវីដេអូលើកក្រោយទៀតតោះកុំឲ្យខាតពេលយូរយើងមកស្ដាប់សាច់រឿងយើងទាំងអស់គ្នាដោយសាច់រឿងនេះបានកើតទៅលើបងប្រុសម្នាក់ឈ្មោះថាបងឈឿនកាលពី40ឆ្នាំមុនតោះឥឡូវយើងចូលទៅស្ដាប់សាច់រឿងយើងទាំងអស់គ្នាតែម្ដងតោះសាច់រឿងនេះដែរគឺបានមកពីបងឈៀនគាត់បានរៀបរាប់ហេតុការណ៍របស់គាត់កាលពី40ឆ្នាំមុនកាលពី40ឆ្នាំមុនហ្នឹងគាត់ថាប្រុសនៅភូមិរបស់គាត់ហ្នឹងតែងតែចូលព្រៃទៅប្រមាញ់សត្វជាប្រចាំហើយតែងតែប្រមាញ់បានសត្វក្តាន់សត្វទន្សាយឬក៏សត្វព្រៃផ្សេងអីទៀតយកមកធ្វើម្ហូបជាប្រចាំហើយចំណែកឯស្រីវិញក៏ចូលទៅក្នុងព្រៃដើម្បីដកផ្សិតដកអីមកធ្វើម្ហូបជាប្រចាំផងដែរហើយស្រាប់តែប្រុសដល់ពេលដែលប្រមាញ់សត្វយូរទៅក៏សត្វវារៀងស្បើយអញ្ចឹងក៏គាត់ប្រមាញ់សត្វលេងបានទៀតហើយថ្ងៃនោះផងដែរគឺប្អូនប្រុសរបស់បងឈៀននេះដែលមានឈ្មោះថាបងវុតគាត់បានចូលទៅក្នុងព្រៃដើម្បីទៅប្រមាញ់សត្វនៅព្រៃជ្រៅដោយសារតែគាត់ប្រមាញ់សត្វរដននៅព្រៃរាក់ហ្នឹងគឺសត្វអត់មានទេដោយសារតែវារៀងស្បើយអញ្ចឹងហើយបងវុតក៏សម្រេចចិត្តថានឹងទៅប្រមាញ់សត្វម្នាក់ឯងព្រោះគាត់បបួលអ្នកភូមិផ្សេងទៀតក៏មិនមានអ្នកណាហ៊ានទៅចូលជាមួយនឹងគាត់ដែរហើយស្រាប់តែ2ខែក្រោយមកក៏អ្នកទាំងអស់គ្នាដែលនៅក្នុងភូមិនេះចាំមើលផ្លូវបងវុតចេញមកពីក្នុងព្រៃវិញតែចាំរយៈពេល2ខែហើយក៏មិនឃើញបងវុតចេញពីក្នុងព្រៃនោះឡើយហើយចំណែកឯបងឈៀនជាបងប្រុសរបស់បងវុតនេះគាត់ក៏បបួលអ្នកភូមិដើម្បីចូលទៅក្នុងព្រៃដើម្បីរកប្អូនប្រុសរបស់គាត់ដោយគាត់មានគ្នាចំនួន4នាក់បន្ថែមទៀតដើម្បីចូលទៅក្នុងព្រៃគាត់មានគ្រូអាគមមួយហើយនឹងមិត្តភ័ក្តិរបស់គាត់3នាក់ទៀតហើយគ្រូអាគមនោះដែរឈ្មោះថាលោកគ្រូសៅហើយមិត្តភ័ក្តិមួយទៀតឈ្មោះបងលីមិត្តភ័ក្តិមួយទៀតឈ្មោះបងម៉ៅនិងមិត្តភ័ក្តិម្នាក់ទៀតឈ្មោះបងធុនហើយមុននឹងពួកគាត់ចូលព្រៃនេះលោកគ្រូសៅដែលជាគ្រូអាគមគាត់បានសូត្រមន្តអាគមទៅលើស្រារបស់គាត់រួចក៏គាត់ប្រោះស្រាអាគមទៅលើអ្នកទាំង4នាក់នេះមុននឹងចូលទៅក្នុងព្រៃហើយគាត់បានផ្ដាំថាចូលព្រៃកុំមុតអីផ្ដេសផ្ដាស់ព្រោះនៅក្នុងព្រៃសម្បូរទៅដោយពួកអវិញ្ញាណច្រើនណាស់យើងមិនអាចមើលវាឃើញបានទេបន្ទាប់ពីនិយាយរួចហើយលោកគ្រូអាគមបានបបួលអ្នកទាំង4ដើម្បីដើរចូលក្នុងព្រៃហើយពេលដែលគាត់ដើរចូលដល់ក្នុងព្រៃហ្នឹងគឺគាត់បានដើរជន់ស្លឹកឈើស្ងួតឬសូរតែក្រាក់លាយឡំនឹងសំឡេងសត្វយំកងរំពងធ្វើឲ្យបរិយាកាសនៅទីនោះកាន់តែព្រឺព្រួចមែនទែនហើយពេលដែលគាត់ដើរបានមួយសន្ទុះធំពេលហ្នឹងក៏មេឃរៀងងងឹតបាត់ទៅហើយពេលដែលគាត់កំពុងតែដើរហ្នឹងស្រាប់តែមានអាប់ចុះខ្លាំងមែនទែនធ្វើឲ្យអាកាសធាតុនៅទីហ្នឹងគឺត្រជាក់ខ្លាំងមែនទែនធ្វើឲ្យពួកគាត់ព្រឺឆ្អឹងខ្នងទាំងអស់គ្នាហើយពេលហ្នឹងបងម៉ៅក៏ស្រាប់តែដើរសុកគាត់ក៏ឈប់ងក់តែម្ដងហើយបងម៉ៅគាត់បាននិយាយថាឈប់សិនផ្លូវនេះយើងទៅតែដើរមិញទៅអីមិនក៏យើងដើរមកវិញម្ដងទៀតអញ្ចឹងបងម៉ៅគាត់បានចំណាំថាដោយសារតែគាត់បានឃើញដើមឈើមួយដែលគាត់បានយកកំបិតកាប់ចំណាំដើម្បីកុំឲ្យបង្វែងផ្លូវតែពេលនេះគាត់បានដើរមកជួបជាមួយនឹងដើមឈើដែលគាត់បានកាប់មុននឹងគាត់ចូលព្រៃនេះចឹងមានន័យថាគាត់ចំណាយពេលដើរ 3-4 ម៉ោងមកហ្នឹងគឺគាត់ដើរមកដល់កន្លែងដដែលទេមិនបានដើរទៅមុខទេហើយពេលហ្នឹងគ្រូអាគមឈ្មោះថាលោកគ្រូសៅហ្នឹងគាត់ក៏បាននិយាយថាយើងត្រូវព្រាយខ្លាបិទផ្លូវហើយលោកគ្រូសៅគាត់ក៏បានទាញកំបិតបន្ទោះរបស់គាត់ចេញពីចង្កេះមកគាត់យកមកអាមេដៃរបស់គាត់ដើម្បីសម្រក់ឈាមទៅលើដីរួចគាត់ក៏បានគោះដីនឹងមួយទំហឹងពេលដែលគាត់អាឈាមសម្រក់ទៅលើដីគាត់យកដៃរបស់គាត់គោះជាមួយនឹងដីនឹងស្រាប់តែអាប់ដែលបានចុះហ្នឹងក៏បានរលាយទៅវិញអស់ហើយក៏បានឃើញផ្លូវមួយបើកចំហដើម្បីឲ្យគាត់ដើរចូលទៅបានហើយពេលដែលពួកគេដើរចូលទៅក្នុងព្រៃហ្នឹងមិនមែនជាផ្លូវធម្មតាទេគឺជាផ្លូវកន្លែងគេកប់ខ្មោចព្រោះអីនៅទីហ្នឹងមានដំបូកធំនិងដើមជ្រៃរំពេចជុំវិញហើយពេលនឹងដែរបងលីក៏ស្រាប់តែឃើញអ្វីមួយនៅលើដើមឈើហើយគាត់បានចង្អុលទៅលើមេឈើនឹងហើយគាត់ញើសខ្លួនទៅត្រឹតតែម្ដងហើយគាត់ក៏ប្រាប់ឲ្យអ្នកទាំងអស់គ្នាងាកទៅមើលហើយពេលហ្នឹងគាត់ក៏បានឃើញមនុស្សស្រីម្នាក់ដែលមានសក់វែងត្រឹមចង្កេះអង្គុយយល់ជើងនៅលើមេឈើហើយស្រាប់តែអ្នកទាំង5នាក់ងាកទៅមើលទាំងអស់គ្នា
ក៏ស្រាប់តែឃើញស្រីម្នាក់ហ្នឹងយកដៃខ្វេះគ្របថ្មេកខ្លួនឯងហើយឈាមហូរតក់ពេញថ្វិលតែម្ដងហើយពេលនឹងដែរស្រាប់តែលោកគ្រូសៅថាកុំមើលវាយើងធ្វើជាមិនឃើញវាទៅយើងដើរទៅមុខបន្តទៀតប៉ុន្តែលោកគ្រូសៅបាននិយាយហួសពេលហើយដោយសារតែបងធុនម្នាក់ដែលបានដើរទៅជាមួយពួកគាត់ហ្នឹងគាត់ខឹងនឹងខ្មោចនឹងខ្លាំងពេកហើយក៏គាត់ភ័យផងដែរគាត់ក៏បានលើកកំភ្លើងរបស់គាត់ហ្នឹងបាញ់តម្រង់ទៅកាន់ខ្មោចហ្នឹងហើយពេលនឹងដែរស្រមោលខ្មោចម្នាក់ហ្នឹងក៏រលាយបាត់ពីលើដើមឈើហើយបែរជាបដូរមកនៅជាសំឡេងសត្វអ្វីមួយក្រហមយ៉ាងខ្លាំងដោយសំឡេងសត្វមួយនឹងគឺជាសំឡេងរបស់សត្វខ្លាហើយពេលនឹងដែរសភាពការនៅក្នុងព្រៃស្រាប់តែវឹកវរមែនទែនព្រៃទាំងមូលដែលនៅជុំវិញគាត់នឹងហាក់ដូចជាមានជីវិតអញ្ចឹងដើមឈើបានយករំកើទាំងដែលគ្មានខ្យល់សោះហើយពេលនឹងដែរក៏ស្រាប់តែមានខ្យល់ព្យុះមកខ្លាំងមែនទែនបក់មកកាន់ពួកគាត់ធ្វើឲ្យពិលឬក៏ចង្គៀងដែលបំភ្លឺភ្លើងឬក៏ចង្គៀងដែលបំភ្លឺផ្លូវរបស់គាត់នឹងបានរសាត់ចេញពីដៃរបស់គាត់ទាំងអស់ពេលហ្នឹងគឺមានសភាពងងឹតឈឹងតែម្ដងហើយនៅក្នុងភាពងងឹតហ្នឹងក៏ស្រាប់តែឮសំឡេងជួយផងហើយសំឡេងនឹងដែរបងឈឿនក៏ដឹងច្បាស់ណាស់ថាវាគឺជាសំឡេងរបស់បងលីជាដែលជាមិត្តភក្តិរបស់គាត់ហើយបងឈឿនគាត់មិនចាំយូរទេគាត់ក៏បានយកដេកកេះមកដុតចង្គៀងឡើងវិញដើម្បីបំភ្លឺផ្លូវពេលដែលគាត់ដុតចង្គៀងគាត់បានភ្លឺនឹងគាត់ស្រាប់តែឃើញស្រមោលមួយយ៉ាងបានអូសបងលីចូលទៅក្នុងព្រៃបាត់ហើយពេលដែលគាត់ទៅមើលនឹងកន្លែងហ្នឹងក៏ស្រាប់តែឃើញដានឈាមរបស់បងលីអូសតាមដីចូលទៅក្នុងកំពតព្រៃយ៉ាងជ្រៅហើយពេលនឹងដែរបងឈិននិងបងធុនបំរុងនឹងរត់ទៅតាមហើយក៏ស្រាប់តែលោកគ្រូសៅចាប់ស្មាគាត់ជាប់ហើយលោកគ្រូសៅបាននិយាយប្រាប់ថាកុំទៅអីវាជាល្បិចរបស់ព្រៃខ្លាទេបើឯងទៅឥឡូវឯងនឹងស្លាប់ទាំងអស់គ្នាជាមិនខាននោះទេហើយស្រាប់តែលោកគ្រូសៅនិយាយមិនទាន់បានចប់ល្អផងក៏ស្រាប់តែឃើញបងលីដើរចេញពីកំពតព្រៃមកវិញតែសភាពរបស់គាត់គឺទឹកមុខស្លេកស្លាំងមែនទែនហើយបើកភ្នែកធំហើយបងលីគាត់ក៏បានស្រែកមកអ្នកទាំងអស់គ្នាថាបងខ្ញុំមិនអីទេខ្ញុំនៅទីនេះតាហើយពេលនឹងដែរបងម៉ៅដែលជាមិត្តភក្តិរបស់បងឈៀនហ្នឹងគាត់បានក្លែកទៅមើលនឹងដីក៏ស្រាប់តែឃើញថាបងលីម្នាក់ហ្នឹងគឺអត់មានស្រមោលនោះទេហើយជើងរបស់បងលីទាំងពីរក៏អត់មានផងដែរគឺជើងគាត់បានពិតទៅក្រោយហើយពេលនឹងដែរលោកគ្រូសៅក៏បាននិយាយថាវាមិនមែនជាមនុស្សទេឆាប់យកកំភ្លើងបាញ់វាភ្លាមទៅពេលហ្នឹងបងឈឿននិងបងម៉ៅក៏ស្រាប់តែលើកកំភ្លើងព្រមគ្នាហើយបាញ់ទៅលើបងលីម្នាក់ហ្នឹងហើយស្រាប់តែបងលីម្នាក់ហ្នឹងក៏រលាយខ្លួនបាត់ហើយក៏ស្រាប់តែចេញជារូបរាងសត្វខ្លាមួយដ៏ធំហើយពេលហ្នឹងដែរសត្វខ្លាដ៏ធំហ្នឹងបានហក់មកត្របាក់ករបស់បងម៉ៅភ្លាមមួយរំពេចវាស្ទុះមកលឿនមែនទែនខំយកតែកបងម៉ៅហើយក៏អូសទៅក្នុងព្រៃបាត់តែម្ដងហើយពេលហ្នឹងដែរពួកគាត់នៅសល់តែគ្នា3នាក់ប៉ុណ្ណោះគឺមានលោកគ្រូសៅបងឈឿនហើយនិងបងធុនហើយពេលហ្នឹងដែរអ្នកទាំង3ក៏បានរត់ទៅមុខត្រង់ក៏បានជួបជាមួយនឹងរូងភ្នំមួយគាត់ក៏បានចូលទៅក្នុងរូងភ្នំមួយហ្នឹងហើយពេលហ្នឹងលោកគ្រូសៅក៏បានសូត្រមន្តអាគមរបស់គាត់ដើម្បីបិទមាត់ល្អាងហ្នឹងកុំឲ្យខ្លាវាដឹងពួកគាត់ទាំង3នាក់គឺភ័យខ្លាំងមែនទែនពេលហ្នឹងគឺបែកញើសផងលាយជាមួយនឹងទឹកភ្នែកផងហើយពេលដែលគាត់ភ័យនឹងហត់មិនទាន់បាត់ផងក៏ស្រាប់តែធំក្លិនស្អុយខ្លាំងមែនទែនហើយពេលហ្នឹងបងឈឿនក៏បានយកចង្គៀងរបស់គាត់ទៅឈលមើលតាមកន្លែងដែលមានក្លិនស្អុយនោះហើយក៏ស្រាប់តែឃើញមានសាកសព2នៅក្នុងរូងភ្នំមួយហ្នឹងពេលដែលបងឈឿនយកចង្គៀងមួយហ្នឹងទៅឈលមើលហ្នឹងគឺសាកសពហ្នឹងគឺជាសាកសពរបស់បងម៉ៅដែលបានខ្លាខំអំបញ្ញមិញហ្នឹងហើយគាត់ក៏បានចូលទៅមើលសាកសពមួយទៀតតែសាកសពហ្នឹងគឺរលួយអស់រលេងហើយគឺសល់តែឆ្អឹងហើយនឹងសាច់បន្តិចបន្តួចជាមួយនឹងសម្លៀកបំពាក់របស់គាត់តែប៉ុណ្ណោះប៉ុន្តែបងឈៀនគាត់បានសង្កេតមើលយូរទៅក៏ស្រាប់តែឃើញកំបិតស្នៀតមួយនៅនឹងចង្កេះហើយគាត់ក៏ដឹងថាសាកសពមួយហ្នឹងគឺជាសាកសពរបស់បងវុតដែលបានបាត់ខ្លួនកាលពីខែមុនដែលថាចូលព្រៃមក2ខែអត់ឃើញត្រឡប់ប្រទេសវិញទេអ្នកគ្នាអញ្ចឹងហើយគាត់ក៏បានរកឃើញសាកសពរបស់បងវុតនេះហើយគឺសាកសពរបស់គាត់បានស្អុយរលួយនៅក្នុងរូងភ្នំនេះព្រោះអីបងឈៀនគាត់ចំណាំបានដឹងថាបងវុតហ្នឹងគាត់មានកូនកំបិតស្នៀតមួយហ្នឹងហើយជាមួយនឹងសម្លៀកបំពាក់គាត់បានចាំសម្លៀកបំពាក់របស់បងវុតជាមួយនឹងកំបិតស្នៀតរបស់គាត់ផងដែរហើយបងឈៀនគាត់ក៏បានកលេចទៅមើលឃើញមានស្លឹកឈើមួយផ្ទាំងធំដោយនៅលើស្លឹកឈើហ្នឹងគឺសរសេរអក្សរចេញពីឈាមគឺនៅលើអក្សរហ្នឹងគឺបានសរសេរថាប្រយ័ត្នគ្រូសៅផងព្រោះអីគាត់នាំខ្ញុំមកឲ្យខ្លាស៊ីហើយពេលនឹងដែរបងឈៀនជាមួយនឹងបងធុនក៏បានងាកក្បាលតិចដើម្បីទៅមើលមុខលោកគ្រូសៅហើយពេលនឹងដែរលោកគ្រូសៅក៏បានញញឹមដាក់ពួកគាត់ទាំងទឹកមុខគួរឲ្យចម្លែកនិងភ័យខ្លាចមែនទែនហើយលោកគ្រូសៅម្នាក់ហ្នឹងគាត់ក៏បានសើចពួកឯងដឹងខ្លួនលឿនពេកហើយ
ហើយលោកគ្រូសៅនឹងគាត់ក៏បាននិយាយបន្ថែមទៀតថារាល់ពេល3ឆ្នាំម្ដងគាត់តែងតែនាំមនុស្សមកឲ្យខ្លារបស់គាត់ស៊ីដើម្បីគាត់បានឡើងមន្តអាគមខ្លាំងដោយសារតែគាត់យកមនុស្សមកឲ្យខ្លាអាគមរបស់គាត់ស៊ីតែម្ដងហើយគាត់បានថាមកពីអាវុធវាដឹងខ្លួនទន់ទើបយើងឲ្យខ្លាស៊ីវាចំណែកពួកឯងទាំងពីរនាក់ក៏មិនអាចរួចខ្លួនបានដែរយើងនឹងឲ្យខ្លាស៊ីឯងទាំងពីរនាក់តែម្ដងហើយពេលនឹងដែរក៏ស្រាប់តែឃើញលោកគ្រូឈឿននឹងគាត់លើកដៃសំពះដូចជាសូត្រមន្តអាគមអ្វីមួយយ៉ាងហើយពេលនឹងដែរបងធនគាត់ខឹងខ្លាំងមែនទែនគាត់ក៏បានស្ទុះទៅចាប់អោបលោកគ្រូសៅពីក្រោយខ្នងរួចហើយគាត់ប្រាប់បងឈៀនឲ្យយកកំភ្លើងបាញ់មកមិនបាច់ខ្លាចអីទេទោះបីជាគាត់ស្លាប់ជាមួយនឹងគ្រូអាគមចិត្តខ្មៅម្នាក់នេះក៏បានដែរពេលហ្នឹងបងឈៀនគាត់មិនដឹងថាត្រូវគិតយ៉ាងណាទេគាត់បានលើកកំភ្លើងតម្រង់ទៅកាន់អ្នកទាំងពីរបន្ទាប់មកបងធនគាត់ក៏បានស្រែកថាអាឈឿនបាញ់មកបាញ់ឲ្យលឿនមកហើយពេលនឹងដែរបងឈឿនគាត់ក៏បានកេះកាយកំភ្លើងបាញ់លឺសូរតែផាំងស្នូកំភ្លើងក៏បានលឺកងរំពងពេញព្រៃហើយពេលនឹងដែរក៏ស្រាប់តែឃើញលោកគ្រូសៅហើយនឹងបងធនក៏បានដេកស្លាប់ជាមួយគ្នានៅក្នុងថ្លុកឈាមហើយពេលនឹងដែរលោកគ្រូសៅគាត់មិនទាន់បានដាច់ខ្យល់ភ្លាមនោះទេគាត់នៅសល់ដង្ហើមចុងក្រោយរបស់គាត់ហើយគាត់ក៏បានសើចមកកាន់បងឈៀនថាទោះបីជាយើងស្លាប់ក៏ឯងមិនអាចចេញពីព្រៃនេះបានដែរព្រោះខ្លារបស់យើងបានមកដល់ហើយពេលនឹងដែរក៏ស្រាប់តែឮសំឡេងខ្លាក្រហឹមយ៉ាងខ្លាំងនៅខាងមុខរូងភ្នំនេះហើយពេលនឹងដែរបងឈៀនគាត់ក៏បានក្រឡេកទៅមើលនៅមាត់ល្អាងភ្នំនឹងក៏ស្រាប់តែឃើញមានស្រមោលខ្លាមួយដ៏ធំមែនទែនគឺស្រមោលវាប៉ិនមេកូតែម្ដងហើយភ្នែករបស់វានឹងគឺមានពន្លឺដ៏ក្រហមឆ្អៅតែម្ដងហើយពេលហ្នឹងកំភ្លើងរបស់បងឈៀនក៏បានអស់ក្រឹបផងដែរគាត់មិនអាចធ្វើអ្វីក្រៅពីលុតជង្គង់ហើយអបសាកសពរបស់បងធនមិត្តភក្តិគាត់ទេហើយពេលហ្នឹងគាត់ក៏បានបួងសួងទៅកាន់អ្នកតាព្រៃភ្នំថាគាត់ចូលមកក្នុងព្រៃនេះគាត់មិនមានបំណងអាក្រក់អ្វីទេគ្រាន់តែចូលមកដើម្បីរកសាកសពរបស់ប្អូនប្រុសរបស់គាត់តែប៉ុណ្ណោះសូមលោកតាព្រៃភ្នំជួយបើកផ្លូវឲ្យកូនចៅផងហើយពេលដែលបងឈៀនបានបួងសួងរួចនេះក៏ស្រាប់តែមានពន្លឺពើខៀវងងឹតមួយចេញមកកណ្ដាលព្រៃហើយស្រាប់តែពន្លឺពើខៀវនោះក៏បានលេចចេញចំកណ្ដាលមុខព្រៃខ្លានឹងតែម្ដងហើយក៏ស្រាប់តែឃើញបុរសម្នាក់ស្លៀកក្បិនពើសហើយកាន់ឈើច្រិតមួយមើលទៅហាក់ដូចជាអ្នកតាម្ចាស់ព្រៃអញ្ចឹងហើយពេលនឹងដែរលោកតាម្នាក់នឹងក៏បានយកឈើច្រិតចង្អុលទៅកាន់ខ្លានោះហើយក៏បាននិយាយថាម្ចាស់របស់ឯងដែលជាគ្រូអាគមនេះបានស្លាប់បាត់ទៅហើយឯងមិនបាច់មកទៀតទេព្រោះអីវាបានស្លាប់បាត់ទៅហើយសូមឯងកុំសម្លាប់មនុស្សដែលមិនដឹងខ្យល់អីសោះគេជាមនុស្សល្អទេឯងគួរតែទៅរកផ្លូវរបស់ឯងវិញទៅគ្រាន់តែអ្នកថែរក្សាភ្នំនិយាយតែប៉ុណ្្នឹងខ្លានឹងក៏ស្រាប់តែលុតជង្គង់ចុះហើយក៏បានរត់បល់ចូលទៅក្នុងព្រៃបាត់ទៅហើយពេលនឹងដែរលោកតាព្រៃភ្នំក៏បានងាកមកមើលមុខបងឈៀនហើយក៏បាននិយាយទៅកាន់បងឈឿនថាសូមឯងដើរទៅតាមពន្លឺខៀវនោះទៅហើយយើងសូមផ្ដាំឯងចុងក្រោយពេលដែលឯងដើរតាមផ្លូវហ្នឹងសូមកុំងាកក្រោយឲ្យសោះទោះបីជាឮសំឡេងអ្វីក៏ដោយយើងអាណិតដល់ឯងដោយសារតែឯងគឺជាមនុស្សល្អដែលបានចូលមកចង់រកប្អូនរបស់ឯងហើយនិងមិត្តភក្តិរបស់ឯងគឺជាមនុស្សស្មោះត្រង់យើងនឹងជួយឯងឲ្យចេញពីព្រៃនេះហើយពេលហ្នឹងបងឈឿនគាត់ក៏បានទាញកាបូបស្ពាយនិងកាំបិតរបស់បងវុតនិងបងធនយកដាក់តាមខ្លួនរួចដើរតាមពន្លឺខៀវនោះទាំងលំបាកលំបិនហើយស្រាប់តែគាត់កំពុងដើរនឹងក៏ស្រាប់តែមានវឿមួយដោះមកលឿនមែនទែនហើយវឿហ្នឹងគឺជាប្រភេទវឿដែលមានបន្លាគាត់បានដើរជន់វឿហ្នឹងទាំងការឈឺចាប់និងដួលរដាប់រដួសធ្វើឲ្យគាត់មានរបួសពេញខ្លួនហើយពេលដែលគាត់កំពុងឈឺចាប់នឹងផងដែរគាត់ក៏បានបន្តដំណើរទៅមុខទៀតទាំងសេចក្តីឈឺចាប់ហើយពេលហ្នឹងគាត់ក៏ស្រាប់តែឮសំឡេងបងធនបងម៉ៅនិងបងលីស្រែកហៅពីក្រោយខ្នងថាអាឈៀនចាំគ្នាផងកុំតចោលគ្នាអីពេលនោះបងឈឿនយំខូចចិត្តមិនស្ទើរទេតែគាត់ខំមាត់សង្កត់ចិត្តមិនងាកក្រោយដាច់ខាតគាត់ដើរទៅមុខទាំងត្រដោះខ្យល់ហើយពេលព្រឹកឡើងគាត់ក៏បានឃើញថ្ងៃរះជិះមកចំភ្នែករបស់គាត់ពេលដែលគាត់បើកភ្នែកឡើងគឺគាត់បានមកដល់ភូមិរបស់គាត់បាត់ទៅហើយពេលហ្នឹងគាត់អស់កម្លាំងខ្លាំងមែនទែនដោយសារតែអត់បានហូបអីផងណាមួយត្រូវរបួសច្រើនផងគាត់ក៏បានវង្វេងស្មារតីរយៈពេល 2-3 ខែផងដែរពេលហ្នឹងអ្នកភូមិទាំងអស់គ្នានឹងក៏បានយកគាត់ទៅព្យាបាលហើយគាត់ក៏បានជាមកកាន់សប្តាហ៍ថ្ងៃនេះតែម្ដងហើយសាច់រឿងនេះដែរគឺចប់ត្រឹមតែប៉ុណ្្នឹងឯងសូមអរគុណសូមជម្រាបលា